សួស្តីបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់នៅក្នុងវីដេអូនេះយើងសិក្សាមេរៀនសិលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី10ជំពូកទី3ការចូលរួមអភិវឌ្ឍសហគមន៍មេរៀនទី1នីតិរដ្ឋភាគបន្តបាទចំណុចទី2ការផ្សព្វផ្សាយច្បាប់សិទ្ធិដល់ប្រជាពលរដ្ឋនៅក្នុងចំណុចនេះសួរថាតើការផ្សព្វផ្សាយច្បាប់សិទ្ធិទៅដល់ប្រជាពលរដ្ឋមានសារៈសំខាន់ឬទេបាទព្រោះអ្វីចឹងតកតងទៅនឹងការផ្សព្វផ្សាយពីច្បាប់និងសិទ្ធិទៅដល់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់បាទព្រោះវាជួយពង្រីកការយល់ដឹងនិងការអនុវត្តច្បាប់ដើម្បីឲ្យពួកគេដឹងថាអ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើព្រោះច្បាប់ជួយចង្អុលបង្ហាញមនុស្សឲ្យធ្វើអ្វីទៅតាមឆន្ទៈរួមជៀសវាងធ្វើសកម្មភាពអនាធិបតេយ្យខុសច្បាប់បង្កផលវិបាកដល់សង្គមបើសិនបើមនុស្សមិនយល់ដឹងអំពីច្បាប់ទេគឺគេមិនដឹងថាខ្លួនគេប្រព្រឹត្តខុសឬត្រូវច្បាប់នោះទេម្យ៉ាងទៀតក្នុងនាមជាប្រជាពលរដ្ឋម្នាក់បើសិនបើមិនស្គាល់អំពីច្បាប់របស់ប្រទេសខ្លួនគឺហាក់ដូចជារស់នៅក្នុងសភាពវង្វេងបាទបាត់បង់មនសិការហេតុនេះរដ្ឋាភិបាលដើរតួនាទីសំខាន់បាទក្នុងការគ្រប់គ្រងប្រទេសនិងទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ដូចនេះដើម្បីឲ្យច្បាប់ដែលអនុវត្តមានប្រសិទ្ធភាពរដ្ឋាភិបាលត្រូវផ្សព្វផ្សាយច្បាប់និងសិទ្ធិទៅដល់ប្រជាពលរដ្ឋដើម្បីឲ្យយល់ដឹងអំពីច្បាប់គ្រប់គ្នាតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សព្វផ្សាយអំពីច្បាប់និងសិទ្ធិទៅដល់ប្រជាពលរដ្ឋគឺមានសារៈសំខាន់ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងប្រទេសមួយគាត់មានការយល់ដឹងយើងយកច្បាប់ទៅដាក់អនុវត្តគឺវាមានប្រសិទ្ធភាពគាត់ចូលរួមនៅក្នុងការគោរពច្បាប់បានទាំងអស់គ្នាបើសិនជាគាត់មិនយល់ដឹងអំពីច្បាប់ទេគឺគាត់អត់ដឹងថាខ្លួនគាត់ធ្វើនោះវាខុសឬក៏ត្រូវទៅនឹងច្បាប់ទេនៅក្នុងប្រទេសនីតិរដ្ឋប្រជាពលរដ្ឋអាចយកចិត្តទុកដាក់នៅក្នុងការសិក្សាស្វែងយល់អំពីច្បាប់ព្រោះក្នុងនាមជាប្រជាពលរដ្ឋនៅក្នុងប្រទេសមួយគឺមានកាតព្វកិច្ចករណីយកិច្ចនៅក្នុងការចូលរួមគោរពច្បាប់ស្រុកទេសរបស់ខ្លួនឲ្យបានល្អដើម្បីគោរពបានគឺតន្តែប្រជាពលរដ្ឋដឹងច្បាស់អំពីច្បាប់គ្រប់គ្នាទើបការយកច្បាប់ទៅអនុវត្តវាមានប្រសិទ្ធភាពទាំងអ្នកដឹកនាំទាំងប្រជាពលរដ្ឋចូលរួមគោរពទាំងអស់គ្នាអញ្ចឹងរដ្ឋាភិបាលមានតួនាទីនៅក្នុងការគ្រប់គ្រងប្រទេសហើយក៏ទទួលខុសត្រូវដឹកនាំការអនុវត្តច្បាប់ដើម្បីឲ្យការអនុវត្តច្បាប់មានប្រសិទ្ធភាពអញ្ចឹងរដ្ឋាភិបាលផ្សព្វផ្សាយអំពីច្បាប់និងសិទ្ធិទៅដល់ប្រជាពលរដ្ឋហើយប្រជាពលរដ្ឋខ្លួនឯងហ្នឹងក៏ត្រូវតែសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីច្បាប់ស្រុកទេសរបស់ខ្លួនដែរបាទអញ្ចឹងនៅក្នុងចំណុចទី2នេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះបាទឥឡូវខ្ញុំចូលទៅកាន់ចំណុចថ្មីមួយទៀតបាទចំណុចទី3ការលុបបំបាត់ការរើសអើងគ្រប់ប្រភេទអ្វីទៅជាការរើសអើងធ្វើបែបណាដើម្បីលុបបំបាត់កុំឲ្យមានការរើសអើងណាការរើសអើងនេះគឺមានន័យថាការប្រកាន់បែកចែកជាតិពន្ធុរដ្ឋបិទបាទឬក៏ការនិយមផ្អែកទៅលើកត្តាពូជសាសន៍ពណ៌សម្បុរបុព្វញាតដើមកំណើតជាតិពន្ធុដែលមានទិសដៅឬក៏អនុភាពបំផ្លាញឬក៏បន្ថយការទទួលស្គាល់ក្នុងក្របខ័ណ្ឌសមភាពនៃសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានខាងវិស័យនយោបាយសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ពីជាតិពន្ធុនេះមានន័យថាសំដៅទៅលើសង្គមមនុស្សមួយក្រុមដែលមានលក្ខណៈសម្គាល់សំខាន់រួមគ្នាបាទដូចជាជាតិសាសន៍វប្បធម៌ភាសាប្រពៃណីទំនៀមទម្លាប់ជំនឿជាដើមអញ្ចឹងជាជាតិពន្ធុមួយទៀតតកតងទៅនឹងពីបុព្វញាតណាពីបុព្វញាតនេះគឺសំដៅទៅលើញាតខាងដើមបាទដូចជាជីដូនជីតាជីដូនទូតជីតាទូតជាដើមណាឬក៏បុព្វបុរសអាហ្នឹងគឺជាបុព្វញាតហើយណាបាទអញ្ចឹងការរើសអើងនេះគឺសំដៅទៅលើការប្រកាន់បែងចែកជាតិសាសន៍ណារើសអើងសាសនារើសអើងពណ៌សម្បុររើសអើងភេទរើសអើងផ្នែកនយោបាយជាដើមអញ្ចឹងទៅណាអានេះជាការរើសអើងដើម្បីលុបបំបាត់ការរើសអើងគឺគេមានវិធានការបង្កើតច្បាប់ណាដើម្បីលុបបំបាត់នៅការរើសអើងអញ្ចឹងច្បាប់បាទផ្ដន់ទោសនិងមានវិធានការចំពោះអ្នកដែលប៉ុនប៉ងស្អប់ខ្ពើមក្រុមណាមួយញុះញង់ឲ្យមានអំពើហិង្សាបង្កឲ្យមានអរិភាពរវាងក្រុមនិងក្រុមនិងបំបិទសិទ្ធិសេរីភាពជាដើមបាទ
chẳng bị ari phép này cứ sầm đào từ lừa phép rồi có đầm nào chỉ sẽ trâu mình lúcประกันនៅកំណត់គេហៅថាមិនចោះសម្រងគ្នាប្រកាន់កំណត់ប្រឆាំងគ្នារវាងបុគ្គលនិងបុគ្គលរវាងក្រុមមួយនិងក្រុមមួយទៀតចឹងទៅណាអាហ្នឹងគឺអារិភាពចឹងខ្ញុំបន្តទៅទៀតបាទរាជរដ្ឋាភិបាលប្រកាន់យកវិធានការលុបបំបាត់ការរើសអើងគ្រប់ប្រភេទបាទដូចជាការរើសអើងប្រឆាំងស្ត្រីភេទបាទជនជាតិក្រមបពុនយោបាយជាដើមពិសេសសិទ្ធិមានឱកាសធ្វើការងារនិងមានគោលបំណងជំរុញឲ្យក្រុមមនុស្សបាទសាសនាជនជាតិចូលរួមគ្រប់វិស័យដូចជាវិស័យនយោបាយសង្គមគិច្ចសេដ្ឋកិច្ចវប្បធម៌ជាដើមដើម្បីធានាការអភិវឌ្ឍនិងការរីកចម្រើនដល់ប្រទេសជាតិរដ្ឋត្រូវផ្ដល់ឱកាសនិងសិទ្ធិស្មើគ្នាចំពោះពលរដ្ឋគ្រប់រូបប្រឆាំងទៅនឹងការរំលោភបំពានដែលធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខបុគ្គលឬក្រុមគ្មានការរើសអើងពូជសាសន៍ពណ៌សម្បុរជនជាតិនិងការទទួលបានសិទ្ធិស្មើគ្នាចំពោះមុខសាលាជំរះក្តីនិងស្ថាប័នទាំងឡាយដែលផ្ដល់យុត្តិធម៌មុខសាលាជំរះក្តីនេះគឺសាលាកាត់ក្តីណាបាទតុលាការបាទហើយនឹងស្ថាប័នផ្សេងទៀតដែលមានសមត្ថកិច្ចនៅក្នុងការចូលរួមចំណែកស្វែងរកយុត្តិធម៌ការពារសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋតាក់ទងទៅនឹងការលុបបំបាត់នៃការរើសអើងនេះគឺប្រទេសនីមួយបានដាក់ចេញនៅវិធានការដូចជាការបង្កើតច្បាប់ដើម្បីលុបបំបាត់ការរើសអើងកុំឲ្យមនុស្សមានការស្អប់ខ្ពើមគ្នាការរើសអើងពូជសាសន៍រើសអើងសាសនានយោបាយបាទសេដ្ឋកិច្ចភេទបពុជាដើមរដ្ឋដាក់ចេញនៅវិធានការនេះដើម្បីលុបបំបាត់កុំឲ្យមានការរើសអើងនៅក្នុងសង្គមផ្ដល់ឱកាសនិងសិទ្ធិស្មើគ្នាចំពោះប្រជាពលរដ្ឋគ្រប់រូបមិនឲ្យមានការរំលោភបំពានឬក៏បង្កផលប៉ះពាល់ទៅដល់សន្តិសុខបុគ្គលឬក្រុមណាមួយមិនឲ្យមនុស្សមានការរើសអើងគ្នាទេក្នុងនោះក៏ផ្ដល់នៅសិទ្ធិស្មើគ្នាអញ្ចឹងបើសិនបើប្រជាពលរដ្ឋណាម្នាក់គាត់ទទួលរងនៅការរំលោភបំពានសិទ្ធិសេរីភាពផលប្រយោជន៍ការរើសអើងពីសំណាក់បុគ្គលឬក្រុមណាមួយប្រជាពលរដ្ឋមានសិទ្ធិនៅក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការឬស្ថាប័នដែលមានសមត្ថកិច្ចដើម្បីឲ្យគេជួយស្វែងរកយុត្តិធម៌គឺរដ្ឋការពាររាល់ការរំលោភបំពានការរើសអើងបែបណាមួយទៅលើប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងប្រទេសនោះបាទអញ្ចឹងនៅក្នុងចំណុចទី3នេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះឥឡូវខ្ញុំចូលទៅកាន់ចំណុចជាបន្តទៅទៀតចំណុចទី3នេះដដែលខ្ញុំបញ្ចូលសំណួរមួយជាប់ពាក់ព័ន្ធទៅនឹងមេរៀនរបស់យើងដែរសំណួរគេសួរថាបើប្រទេសជាតិមួយមានអំពើហិង្សាតើប្រទេសនោះនឹងមានផលវិបាកអ្វីខ្លះអញ្ចឹងរាល់អំពើហិង្សាផ្ដល់នៅផលវិបាកបាទជាច្រើនទី1ចំពោះខ្លួនឯងដូចជាបង្កឲ្យមានរបួសស្នាមហើយខាតពេលវេលាធ្វើការងារខាតបង់ទ្រព្យសម្បត្តិជាមនុស្សខ្វះសិលធម៌គុណធម៌និងបាត់បង់នៅកិត្តិយសអញ្ចឹងកាលណាយើងបង្កនៅអំពើហិង្សាវាបង្កឲ្យមាននៅរបួសស្នាមខាតបង់ពេលវេលាបើយើងជួបបញ្ហាគ្រោះថ្នាក់គឺយើងមិនអាចទៅធ្វើការងារបានទេហើយយើងខាតបង់លុយកាក់ទៀតបើសិនជាអ្នកនោះគាត់ជាអ្នកប្រព្រឹត្តផ្ទាល់តែម្ដងវាធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួនទៀតបាទហើយទី2ចំពោះគ្រួសារគឺធ្វើឲ្យបាត់បង់ប្រាក់ចំណូលណាកាលណាយើងបង្កើតជាអំពើហិង្សានៅក្នុងគ្រួសារមិនអាចទៅធ្វើការងាររកស៊ីបានអញ្ចឹងទី2វាធ្វើឲ្យគ្រួសារមានការបែកបាក់គ្នាមួយទៀតវាបង្កជាគំរូអាក្រក់ក្នុងគ្រួសារគំរូអាក្រក់ទៅដល់កូនចៅមួយទៀតបាទគ្រួសារគ្មានសុភមង្គលកើតមាននៅចំនួនឆ្លោះទាស់តែងវាធ្វើបាបអញ្ចឹងគ្រួសារនឹងរស់នៅអត់បានសុខនេះជាផលវិបាកចំពោះគ្រួសារហើយមួយទៀតផលវិបាកចំពោះសង្គមទី1គឺបង្កឲ្យមាននៅអរិភាពក្នុងសង្គមអរិភាពភាពជាសត្រូវចំនួនឆ្លោះទាស់តែងគ្នាទី2បង្កើននៅចរិតខុសខើប្រៃផ្សៃកើតមាននៅក្នុងសង្គមដែលមនុស្សវាកាប់ចាក់ធ្វើបាបគ្នាអញ្ចឹងទី3បង្កអសន្តិសុខអស្ថិរភាពសង្គមអញ្ចឹងកាលណាកើតមានអំពើហិង្សាគឺវាបង្កឲ្យមាននៅអសន្តិសុខទៅដល់សង្គមជាតិអញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចណាអាចរស់នៅបានសុខស្រួលទេហើយមួយទៀតអយុត្តិធម៌រំលោភសិទ្ធិមនុស្សអំពើហិង្សាដែលកើតមាននៅក្នុងប្រទេសមួយវាអាចបង្កើតឲ្យមាននៅភាពអយុត្តិធម៌នៅក្នុងសង្គមណាតែមនុស្សមានការរំលោភបំពានធ្វើបាបគ្នាជាពិសេសការរំលោភសិទ្ធិមនុស្សនេះ
លោកបំពេញទៅលើសិទ្ធិសេរីភាពផលប្រយោជន៍ឬអើងគ្នាទៅវិញទៅមកធ្វើបាបគ្នាអាហ្នឹងគឺជាផលវិបាកណាដែលកើតឡើងដោយសារតែអំពើហិង្សាអញ្ចឹងសរុបមកឃើញថាប្រទេសមួយដែលកើតមានអំពើហិង្សាវានាំឲ្យមាននៅផលវិបាកជាច្រើនណាទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសហ្នឹងហើយវាជាអត្តពលទៅលើគ្រប់ផ្នែកបាទទាំងបុគ្គលខ្លួនឯងគ្រួសារនិងសង្គមជាតិផងដែរចឹងនៅក្នុងចំណុចទី3នេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះឥឡូវខ្ញុំចូលទៅកាន់ចំណុចថ្មីមួយទៀតចំណុចទី4សមភាពចំពោះមុខច្បាប់អ្វីទៅជាសមភាពចំពោះមុខច្បាប់បាទដើម្បីរក្សាតម្លៃមនុស្សរដ្ឋបានលើកកម្ពស់ចំពោះការអនុវត្តច្បាប់មិនឲ្យមានការរំលោភបំពានឬក៏គៀបសង្កត់ទៅលើមនុស្សផងគ្នារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា31បានផ្ដល់សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទៅដល់ប្រជាពលរដ្ឋគ្រប់រូបរដ្ឋធម្មនុញ្ញផ្ដល់ឲ្យមនុស្សគ្រប់រូបបាទមានសិទ្ធិស្មើគ្នាទាំងក្មេងទាំងចាស់បាទស្រីប្រុសអ្នកមានអ្នកក្ររាស្ត្របាទនិមឺនបាទត្រូវគោរពច្បាប់ស្មើគ្នាច្បាប់បានការពារផលប្រយោជន៍មនុស្សឲ្យមានសិទ្ធិស្មើគ្នាបាទអ្នកណាក៏ដោយឲ្យតែធ្វើខុសគឺត្រូវទទួលទោសតាមច្បាប់ដូចគ្នាអញ្ចឹងតកតងទៅនឹងសមភាពចំពោះមុខច្បាប់ហ្នឹងគឺបានន័យថាច្បាប់ផ្ដល់នៅសិទ្ធិទៅឲ្យមនុស្សដូចគ្នាអ្នកណាក៏ដោយដែលប្រព្រឹត្តខុសទៅនឹងច្បាប់គឺត្រូវតែមានទោសច្បាប់ការពារមនុស្សដូចគ្នាណាមិនប្រកាន់ទេបាទតែទោះបីក្មេងចាស់ប្រុសស្រីអ្នកមានអ្នកក្រអញ្ចឹងណាបាទអ្នកធំអ្នកតូចបាទគឺត្រូវគោរពច្បាប់ដូចគ្នាតកតងទៅនឹងអនុសញ្ញានៃសិទ្ធិមនុស្សបានកំណត់បាទថាមនុស្សរាល់គ្នាត្រូវគោរពច្បាប់បាទឲ្យបានដូចគ្នាបាទមិនថាអ្នកនោះជានិមឺនឬក៏រាស្ត្រទេបាទអញ្ចឹងច្បាប់មិនត្រូវគ្រប់គ្រងមនុស្សខុសគ្នាទេទោះបីអ្នកនោះសឬខ្មៅមានឬក្រជារាស្ត្រឬក៏ជានិមឺនក៏ដោយច្បាប់ការពារមនុស្សបាទការពារសិទ្ធិសេរីភាពការពារផលប្រយោជន៍ហ្នឹងគឺសមភាពបាទចំពោះមុខច្បាប់បាទអញ្ចឹងនៅក្នុងចំណុចទី4នេះខ្ញុំនិយាយតែប៉ុណ្្នឹងចុះមេរៀននៅក្នុងវីដេអូយើងនេះគឺមានតែប៉ុណ្្នឹងសូមបងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់រងចាំទស្សនានិងសិក្សាមេរៀននេះនៅវីដេអូលើក្រោយជាបន្តទៅទៀតបាទ